đây thảรูปเรียงกายយើងនេះនៅលុយនៅមាសនៅផ្ទះសម្បែងនៅប៉ុន្តែអស់បនពីខ្លួនស្លាប់ចោលទ្រព្យសម្បត្តិនៅសោះប៉ុន្តែស្លាប់ចោលទ្រព្យអានឹងគេហៅអស់បនដើម្បីឲ្យងាយយល់សត្វលោកដែលកើតមកនេះប្រព្រឹត្តទៅតាមកម្មមានកម្មជាកំណើតមានកម្មជាមរតកមានកម្មជាទីពឹងមានកម្មជាទីរលឹកសត្វធ្វើកម្មណានឹងទទួលកម្មនោះកម្មនឹងអ្នកចាត់ចែងសត្វឲ្យថ្លៃថ្នូរនិងខ្ពស់ទាបសុភមៈមានន័យថាស្ដាប់អត់យល់ទេព្រះអង្គសូមឲ្យព្រះអង្គវែកញែកឲ្យច្បាស់ជាងនឹងបន្តិចមកមើលបានព្រះអង្គវែកញែកឲ្យអាត្មាគ្រាន់តែឧទាហរណ៍ថាមនុស្សដែលមានរូបស្អាតមកពីមនុស្សមានសិលធ្វើនៅគ្រឿងចៃវរៈទានសពុតខោអាវឲ្យមិនសូវខឹងច្រើនកើតមកស្អាតរីឯមនុស្សចូលចិត្តខឹងមុខកញ៉េកញើគ្មានសិលផងកើតមកមុខអាក្រក់កញ៉េកញើដែរអ្នកដែលមានអាយុវែងមកពីមិនបៀតបៀនសត្វដទៃហើយក៏នឹងមានបុណ្យកុសលផ្សេងជួយរីឯអ្នកមានអាយុខ្លីមកពីបៀតបៀនផ្ដាច់ផ្ដាល់ជីវិតសត្វដទៃអ្នកកើតតកូលខ្ពង់ខ្ពស់មកពីជាមនុស្សគោរពគេមិនមើលងាយគេរីឯអ្នកដែលមើលងាយគេរមែងកើតក្នុងតកូលថោកទាបអ្នកដែលមានបញ្ញាឆ្លាតមកពីមនុស្សនឹងស្ដាប់ពាក្យព្រានបដៅម៉ែឪស្ដាប់ពាក្យគ្រូស្ដាប់ធម៌អាអ្នកដែលល្ងិតល្ងងគឺមនុស្សដែលមិនចូលចិត្តស្ដាប់គេនិយាយឲ្យស្ដាប់មិនស្ដាប់ទេរីឯអ្នកចូលចិត្តធ្វើទានមនុស្សនេះកើតជាតិណាក៏មានដែររីឯអ្នកកំណាញ់មិនធ្វើទាននឹងវិលត្រឡប់ទៅជាអ្នកក្រីក្រលំបាកទៅវិញព្រះអង្គក៏បានសម្ដែងដូចនេះជាដើមឲ្យស្ដាប់ទៅបានសុភមៈមានរូបយល់ថាអូមនុស្សយើងកម្មជាអ្នកចាត់ចែងអញ្ចឹងសោះដូចជាញោមកើតមកនេះជីវិតកើតមកហើយត្រូវស្លាប់អាការស្លាប់នឹងវាមាន4របៀបរាល់ថ្ងៃហ្នឹង1អាយុខយៈមរណៈស្លាប់ដោយអស់អាយុ2កម្មខយៈមរណៈស្លាប់ដោយអស់បុណ្យ3ឧបយៈខយៈមរណៈស្លាប់ដោយអស់ទាំងអាយុទាំងបុណ្យតំណាលគ្នា4ឧបចេតកកម្មមុនីស្លាប់ដោយមានកម្មពៀមកផ្ដាច់អញ្ចឹងមនុស្សដែលស្លាប់ទៅមកពីហេតុ4ហ្នឹងណាញោមណាអាយុខយៈមរណៈនេះមានន័យថាមនុស្សរស់នៅចាប់ពី75 89ឡើងទៅហើយបានស្លាប់អានឹងគេថាទុំជ្រុះហើយដូចស្លឹកឈើអញ្ចឹងវាដល់អាយុវាជ្រុះឯងមិនបាច់មានជំងឺក៏ជ្រុះដែរអញ្ចឹងមនុស្សយើងអ្នកខ្លះរស់នៅបានមួយជុំ100នឹងឯងគឺស្លាប់ហើយស្លាប់ដោយសារអស់អាយុទី2កម្មខយៈមរណៈស្លាប់ដោយសារអស់បុណ្យអស់បុណ្យមានន័យថារូបរាងកាយយើងនេះនៅលុយនៅមាសនៅផ្ទះសម្បែងនៅប៉ុន្តែអស់បនពីខ្លួនស្លាប់ចោលទ្រព្យសម្បត្តិនៅសោះប៉ុន្តែស្លាប់ចោលទ្រព្យអានឹងគេហៅអស់បនដើម្បីឲ្យងាយយល់អាត្មាលើករឿងរាវបញ្ជាក់អ្នកខ្លះក៏ថាឋានសួគ៌សម្រាប់មនុស្សឋានពៀនមនុស្សអីរស់ស៊ីឲ្យតែវាមានបានលុយចាយទៅអានឹងឲ្យឋានសួគ៌នោះខ្លះគេថាអូយសម្បត្តិមនុស្សនឹងវានៅទាំងសាច់ខ្លែមហើយស្រាសម្បត្តិទេវតាវានៅទាំងធូបហើយទៀនសម្បត្តិនិព្វានមានតែម៉ងហើយចេតីរលុយឲ្យតែបានចាយទៅអានឹងឲ្យឋានសួគ៌អ្នកខ្លះគាត់រកបានលុយច្រើនមែនគាត់ថាវត្តនឹងមិនបាច់ចាំទៅទេគង់តែចុងក្រោយដល់ថ្ងៃងាប់ក៏យកទៅដុតឲ្យវត្តអដែលគង់តែបានទៅញោមហើយដល់ពេលគាត់ប្រឹងរកទទួលទៀនប្រឹងទៅគាត់ភ្លេចធ្វើរឿងបន់ស្រាប់តែគាត់អាយុខ្លីស្លាប់មុនគេទៅសំនឹងប្រពុតនឹងឯងក៏បញ្ជាក់ប្រាប់ថាប្រមាទតូមមជ្ឈនោបទាំងមនុស្សយើងបើណាមានសេចក្តីប្រមាទមនុស្សនឹងអាយុខ្លីឈានជើងទៅរកសេចក្តីស្លាប់តែម្ដងប្រមាទមានតែធ្វេសប្រហែសបើកបធ្វេសប្រហែសម៉ាំងប្រើអាយុខ្លីលេបថ្នាំជំងឺឈឺឲ្យទៅពេទ្យមិនមើលទេធ្វេសប្រហែសកើតជ្រុលទៅក៏អាយុខ្លីឡើងតភ្លើងធ្វេសប្រហែសឆក់ស្លាប់អាយុខ្លីអញ្ចឹងមនុស្សដែលមានសេចក្តីប្រមាទហូបចុកគ្រឿងភេសជ្ជៈមិនប្រមាណខ្លួនឲ្យលួយកាពះឲ្យលួយពវៀនមិនស្លាប់ថ្ងៃហ្នឹងទេប៉ុន្តែឆ្នាំក្រោយស្លាប់ហើយដូច្នេះញោមឲ្យវាសមនឹងសេចក្តីប្រមាទបានធ្វើឲ្យអាយុខ្លីស្លាប់ទៅស្លាប់ចោលទ្រព្យនេះគេហៅថាស្លាប់ដោយសារអស់បុណ្យនាងម្នាក់ឈ្មោះនាងសេរនីអាយុ18ឆ្នាំស្អាតណាស់ស្អាតយកតែមែនតែមិនដឹងប្រៀបជាមួយពីណាទេមើលជុំវិញមើលប្រៀបជាមួយអាត្មាហ្មងណានាងនោះស្អាតជាងអាត្មារាប់លានដងប៉ុន្តែកើតមកជាចេះរឹងរូសស្ដីឲ្យយាយតាអាចារ្យម៉ែឪទៀតថាទៅជឿអីបន់ជឿអីបាបខំតរស៊ីឲ្យតែមានទ្រព្យទៅអាហ្នឹងឯងសុខសប្បាយហិចស្ដីឲ្យម៉ែស្ដីឲ្យឪអ្នកធ្វើបន់ទៀតណាញោមថ្ងៃសិលមួយដើរមកវត្តយាយតាឃើញហៅថាអ្នកចៅអើយមកនេះមកប្រគេនភេសជ្ជៈប្រសង់យកបន់គេថ្ងៃឧបោសថស្រាប់តែនាងងាកទៅស្ដីឲ្យយាយថាសិតតែចាស់កំរិលជឿអីចឹងចាស់កំរិលពេកហើយទៅជឿអីឯណាទេផ្ដាប្រែតព្រមណាខ្ញុំមិនជឿទេខំរលុយឲ្យតែមានបានទៅហ្នឹងឲ្យបន់ណានាងរមែនណាញោមបានលុយច្រើនបានមាសនាងឆ្នៃមាសលួចកប់ទុកទៀតប៉ុន្តែអត់ធ្វើបន់សោះថ្ងៃមួយស្រាប់តែខ្យល់កោស្លាប់ទាំងក្មេង
ក្មេងក៏ចេះស្លាប់ដែរណាញោមណាអញ្ចឹងបានប្រហែលឆ្នាំនេះគិតទូទាំងខេត្តទូទាំងប្រទេសទៅចាស់តដើមស្លាប់អត់ឈ្នះក្មេងទេញោមគ្រោះថ្នាក់ចរាចរណ៍ផងជំងឺផងពលថ្នាំផងមួយរយៈនេះវាយគ្នាផងអីផងសរុបទៅចាស់តដើមស្លាប់អត់ឈ្នះក្មេងសរុបទៅក្មេងស្លាប់ច្រើនជាងចាស់ណាអញ្ចឹងឥឡូវនេះនាងទាំង18សោះមិនតាន់បានអីផងស្លាប់ទៅហើយដល់តែនាងស្លាប់ទៅអត់បានមកកើតជាមនុស្សទេទៅកើតជាប្រេតនៅក្នុងព្រៃកន្លែងគេចោលខ្មោចដល់ទៅក៏ស្រាប់តែ2-3ឆ្នាំនៅក្នុងព្រៃហ្នឹងអត់ចំណីអាហារដើរលិតខ្ទុះឈាមខ្មោចនៅហ្នឹងថ្ងៃមួយអ្នកស្រុកនាងគេបរអាទេសលក់ដូរប្រៀបដូចយើងអ្នកមុខដានអ្នកអីចឹងគេធ្វើអ្នកកំពុងត្រាចធ្វើបកីធ្វើឈ្នៀងធ្វើអីពីដើមណាខ្ញុំដើរបរអាទេសលក់ដូរហោហាយយប់តាណាដេកតានឹងស្រាប់តែដល់តែពេលបរអាទេសកាត់ដងព្រៃហ្នឹងទៅក៏នាំគ្នាឈប់សម្រាកដាំបាយហូបពេលប្រលប់ចំមកពេលខ្មោចគេហៅខ្មោចចេញដើររស៊ីនាងហ្នឹងចេញមកឃើញតាហ្នឹងស្គាល់អ្នកស្រុកឯងតានេះហើយឯងមើលគាត់ឃើញប៉ុន្តែគាត់មើលឯងមិនឃើញបើអញ្ចឹងនិមិត្តឲ្យឃើញភ្នែកស្រស់សិនស្រាប់តែនិមិត្តមកតាភ្ញាក់ឲ្យកញ្ញាងថាយីណែឯងជាខ្មោចព្រាយចុងលងប្រឡាចខ្ញុំមែនទេនាងនោះថាលោកតាស្គាល់ខ្ញុំទេខ្ញុំឈ្មោះសិរនីនៅស្រុកភូមិជាមួយតាដែរចៅសិរនីស្លាប់មក3-4ឆ្នាំហើយចុះចៅឯងទៅកើតឯណាចៅលោកតាកាលខ្ញុំនៅជាមនុស្សខ្ញុំជេរប្រមាថទាំងប្រសងទាំងអាចារ្យជេរទាំងយាយទាំងតាមើលងាយអ្នកធ្វើបន់ឥឡូវខ្ញុំស្លាប់មកទាំងវ័យក្មេងដោយគ្មានសិលគ្មានទានខ្ញុំមកកើតជាប្រែតនៅកន្លែងនេះអត់ចំណីអាហារខ្ញុំមានកម្មពៀធ្ងន់ណាស់មិនអាចទៅផ្ទះបានលោកតាសូមផ្ដាំប្រាប់ម៉ែខ្ញុំផងខ្ញុំបានកប់មាស4សែនកហបណៈនៅក្រោមគ្រែកន្លែងខ្ញុំដេកឲ្យលោកតាប្រាប់ម៉ែខ្ញុំទៅឲ្យកាយមាសនឹងមកបែងជា2មួយចំណែកធ្វើបុណ្យនៅខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាយចុះផ្ដាំតែប៉ុណ្ណេះស្រាប់តែបាត់សមោលឈឹងទៅវិញទៅតាក៏នាំគ្នារៀបចំកន្លែងសម្រាននៅនឹងមកយប់ទៅហើយអាត្មាចេះតែសើតាអស់ហ្នឹងចេះតែសម្រានលក់ដែរណាឃើញមកប៉ុណ្ណឹងហើយណាបើអាត្មាវិញឃើញមកប៉ុណ្ណេះចប់មកយប់នេះមិនបាច់លក់ទេអង្គុយចាំតែហ្មងក្រែងមកទៀតតែចេះបាននិយាយគ្នាព្រលឹមឡើងតាក៏បោអាទេសចេញមកហោហែពេលមកដល់ផ្ទះនាងនឹងឈប់អាទេសនឹងមុខផ្ទះរត់ទៅហៅយាយនឹងថាយាយឲ្យជំជុំកូនយាយឯងបង្ហាញខ្លួនយាយឯនោះកំពុងតែឈឺដេកទទួលភួយងើបឡើងមកហាក់កូនខ្ញុំនៅណាថាលោកយាយគ្នាផ្ដាំថាមាសនៅក្រោមគ្រែកន្លែងនាងដេកឲ្យជីកមកបែងមកជា2ធ្វើបន់ឲ្យនាងផងយាយទាញជាប់ជីកទៅជីកម៉ាំងកាយបានមាសមកកញ្ចប់អង្គុយកាន់មាសសំណោះកូនកូនហើយកូនចង់មានកូនចង់បានកូនខំរកទ្រព្យសម្បត្តិសំបានលុយបានកាក់មែនប៉ុន្តែកូនមិនជឿបនសោះឃើញទេកូនស្លាប់ទៅនេះមិនមែនដោយសារអស់លុយទេមិនមែនដោយសារអស់ទ្រព្យទេនេះហើយគឺស្លាប់ដោយសារអស់បនឃើញទេលុយនៅមានមាសនៅមានសោះប៉ុន្តែកូនឯងអត់បាននៅចាយលុយទេព្រោះកូនអស់បនអញ្ចឹងចាំម៉ែធ្វើបនឲ្យបានយាយនឹងធ្វើបនទៅទួយាយនេះក៏ខំថែរក្សាសិល5ចាំសិល8ធ្វើបនកើតស្លាប់ទៅជួបគ្នាឲ្យឋានសួគ៌បន្តទៅណាញោមណាងម៉ែនៅរស់ហើយចុះបើម៉ែទៅចាបាត់ទៅហើយអញ្ចឹងបើថានេះស្លាប់ទី2ស្លាប់សារអស់បុណ្យអញ្ចឹងឯស្លាប់ទី3គេហៅថាឧបយខយមរណៈស្លាប់ដោយអស់ទាំងបុណ្យទាំងអាយុតណាលគ្នាដោយអ្នកខ្លះចាស់ទៅល្មមហើយលុយក៏អស់អត់មានលុយឲ្យពេទ្យអាយុក៏អស់កូនក៏នឿយណាយស្លាប់ល្មមដែរអ្នកមានលុយច្រើនឈឺបានយូរណាញោមណាអ្នកមិនទៅមានលុយឈឺឆាប់ស្លាប់ហើយដល់ពេលស្លាប់ទី4គេហៅថាឧបច្ឆេតកកម្មមុនីស្លាប់ដោយកម្មពីចូលមកកាត់ផ្ដាច់អ្វីហៅថាកម្មពីអំពើពីមុនមកវាចូលមកផ្ដាច់ជីវិតយន្តន់ណាញោមព្រិចដូចសក់ម្នាក់គាត់អង្គុយស្រាប់ធម៌មកយប់ទល់ភ្លឺព្រលឹមឡើងស្រាប់តែគេដេញចោលរត់មកគាត់ក៏ចេញទៅលុបមុខនៅមាត់ស្រះជិតមកក្បែរគាត់វែងអាទ្រព្យសម្បត្តិនឹងបោះទៅក្បែរតានោះរត់យកគេចខ្លួនអ្នកដេញចោលមកវាយតានឹងស្លាប់ចង់ប្រកែកអីទ្រព្យសម្បត្តិនៅក្បែរខ្លួនតែឯងនឹងចោលវាយតានឹងស្លាប់ទៅដូច្នេះទៅក៏ស្រាប់តែភិក្ខុសង្ឃខ្លះលន់មាត់ថាងមកពីព្រះអង្គមកធ្វើបុណ្យណែមកពីតានឹងមកស្ដាប់ធម៌នឹងបានស្លាប់បើកុំមកស្ដាប់ធម៌នឹងគេអត់វាយទេអានឹងបុណ្យអត់ជួយសោះអយុត្តិធម៌ណាស់បានប្រពុតលោកបំភ្លឺថាយុត្តិធម៌ឲ្យភិក្ខុយុត្តិធម៌ហើយរឿងហ្នឹងវាជាកម្មពីដើមគាត់នឹងជាអ្នកចម្លងដរឲ្យគេរួចដល់តែឃើញគេមានទ្រព្យសម្បត្តិប្លន់គេញោមវាយសម្រាប់គេតម្លាក់ក្នុងទលាយកទ្រព្យគេយកប្រពន្ធគេឥឡូវកម្មពីហ្នឹងគេផ្ដន់ទាគេផ្ដាសាទៅវាតន់ឥឡូវបានជាគាត់គេវាយគាត់ស្លាប់វិញហ្នឹងមកពីគាត់ធ្លាប់វាយគេពីមុនមកឯចែញោមមើលឃើញណាហើយនាងសាមាវតីឯនោះពង្រើតែព្រះរាល់ថ្ងៃស្រាប់តែគេដុតផ្ទះឆេះស្លាប់នៅក្នុងផ្ទះយ៉ាងវេទនាថាមក
មកពីអីថាពីជាតិមុនដុតបច្ចេកពុទ្ធញោមដុតភ្លើងអាំងទៅវាភ្លេចមើលបច្ចេកពុទ្ធឡើងពីទឹកមកឃើញលោកនឹងសម្រាប់ហ្នឹងហើយដុតជ្រុលហើយដុតលោកបំបត្តិភ័ស្តុតាងតែម្ដងពពុះភ្លើងដុតលោកទាំងរស់ដូច្នេះកម្មពៀហ្នឹងត្រូវបានភ្លើងឆេះផ្ទះឆេះទាំងនាងស្លាប់ទៅអានេះហើយគេហៅថាស្លាប់ដោយសារអំពើកម្មពៀមកកាត់ផ្ដាច់ឥឡូវយើងធ្វើបន់ចម្រើនបជនគឺយើងចង់លុបបំបត្តិអាសេចក្តីស្លាប់ទាំង4ហ្នឹងកុំឲ្យវាមកចិត្តពេកឲ្យវានៅឆ្ងាយអញ្ចឹងចង់ឲ្យម៉ែឪយើងនៅរស់តលពង្វៀងអាស្លាប់ទាំង4ហ្នឹងកុំឲ្យមកចិត្តណាញោមណាហើយពង្វៀងដោយពិធីធ្វើម៉េចមានកិច្ចគេធ្វើបើស្លាប់ដោយសារអស់អាយុហើយជួយអត់បានទេហើយបើស្លាប់ដោយសារអស់បុណ្យឥឡូវកូនចៅគេធ្វើបុណ្យគេសពបុណ្យបញ្ចូលបន្ថែមហើយបើធ្វើស្លាប់ដោយសារកម្មពៀគេធ្វើកិច្ចហ្នឹងដើម្បីរំដោះកម្មរំដោះពៀហើយបើថាកិច្ចរំដោះកម្មរំដោះពៀនេះអាចធ្វើបានហើយអាចកើនអាយុតទៅមុខញោមអ្នកខ្លះគេដូរចិត្តណាម្ដាយឪពុកយើងការរស់ស៊ីចិញ្ចឹមយើងអ្នកខ្លះរស់ស៊ីមានកេងមានកឹកមានលឹកមានខុងវាយបដកគូតកំប៉ុងបតោងពលឹះភ្នែកជីងភូតគេមិនបាត់គេមកចាប់មកកាក់មកសែនហេលួដោបង្រត់បង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃយកលុយមកចិញ្ចឹមកូនក្រែងលោអាសត្វទាំងនោះវាជាដាក់ទំនាយម៉ែឪយើងអញ្ចឹងបានជាយើងមានពិធីមួយធ្វើបុណ្យបញ្ជូនបុណ្យទៅឲ្យអ្នកទាំងនោះកុំឲ្យយកកម្មយកពៀឲ្យគេអនុមោទនាបុណ្យវិញញោមហើយមនុស្សយើងមានកម្មមានពៀត្រូវតែមានពៀហើយត្រូវតែទទួលពៀប៉ុន្តែមនុស្សអាចរួចពីពៀបានដោយសារគេដូរចិត្តញោមឥឡូវឧបមាថាញោមជាពាក់លុយគេ10000ត្រូវសង10000ជាពាក់20000ត្រូវសង20000ប៉ុន្តែបើសិនជាម្ចាស់បំណុលគេដូរចិត្តគេថាយាយអើយជាពាក់ខ្ញុំ20000ហ្នឹងឥឡូវមិនបាច់សងទេអញ្ចេះទៅខ្ញុំជូនយាយតម្រងទៅបើគេដូរចិត្តអញ្ចឹងមិនរួចគ្នាមិនចាំបាច់សងអីណាញោមណាអញ្ចឹងយើងមានពៀជាមួយសត្វធាតុដទៃពេលកូនធ្វើបន់ឲ្យហ្នឹងជួនកាលអាចរួចដូចអាយុវឌ្ឍនកុមារត្រូវមានកម្មពៀ7ថ្ងៃទៀត